កំពុងស្ពឺល្បីល្បាញរន្ទឺជារៀងរាល់ឆ្នាំអបអសាទររដ្ឋបាលខេត្តកំពង់ស្ពឺត្រៀមរៀបចំព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ2026យ៉ាងមហោឡារិកដើម្បីអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររដ្ឋបាលខេត្តកំពង់ស្ពឺមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់មេត្តាជ្រាបដែលថាដើម្បីញ៉ាំងឲ្យបរិយាកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែមានភាពអធិកអធមនិងសប្បាយរីករាយរដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14 15 16ខែមេសាឆ្នាំ2026ខាងមុខនេះហើយក្នុងឱកាសដ៏វិសេសវិសាលនេះរដ្ឋបាលខេត្តកំពង់ស្ពឺក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិតជីមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានរៀបចំឲ្យមានកម្មវិធីកម្សាន្តសប្បាយរីករាយនិងលេងល្បែងប្រជាប្រិយជាច្រើនរួមមានបោះអង្គញ់ចោលឈូងទាញព្រ័ត្រកូនក្រមុំធ្លាក់ទឹកលាក់កន្សែងនិងល្បែងប្រជាប្រិយផ្សេងទៀតជាពិសេសទៀតនោះក៏មានតន្ត្រីខ្នាតធំមានតាំងពីពណ៌ផលិតផលជាតិអន្តរជាតិនិងមានការបាញ់កាប់ជ្រួចនៅពេលរាត្រីផងដែរនេះហើយជាការបង្ហាញពីសាមគ្គីភាពនិងភាពសប្បាយរីករាយអាជ្ញាធរខេត្តបានត្រៀមកម្លាំងសមត្ថកិច្ចដើម្បីការពារសុវត្ថិភាពសម្រួលចរាចរណ៍និងរៀបចំតំបន់កម្សាន្តដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអាចកម្សាន្តសប្បាយដោយក្តីសោមនស្សនិងមានសុវត្ថិភាពខ្ពស់រដ្ឋបាលខេត្តកំពង់ស្ពឺសូមគោរពអញ្ជើញសម្ដេចឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីនិងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីអញ្ជើញមកចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឲ្យបានច្រើនកកដើម្បីញ៉ាំងឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងកាន់តែមានភាពអធិកអធមធ្វើឡើង